ជំរាបសួរហើយក៏សូមសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាច់ថ្មីមកកាន់ Channel សម្រាប់រឿងភូមិថ្មីដែលនៅក្នុងថ្ងៃនេះដែរ Admin នឹងលើកយកនៅសាច់រឿងមួយមកសម្រាប់ជូនប្រិយមិត្តទាំងអស់គ្នាដែលរឿងនេះដែរនិយាយអំពីក្រុម FBI របស់សហរដ្ឋអាមេរិកដែលបានបន្លំខ្លួនធ្វើជាអ្នកទោសចូលទៅក្នុងគុកដើម្បីរកផុសតាងវែកមុខក្រុមមន្ត្រីពុករលួយដែលបានស៊ីសំណូកយ៉ាងច្រើនអំពីបាឡាំគឺជាមនុស្សដែលបានប្រព្រឹត្តនៅរឿងខុសច្បាប់ជាច្រើននៅក្នុងសង្គមក៏ប៉ុន្តែច្បាប់មិនអាចធ្វើអ្វីគេបាននោះទេដោយសារតែមានមន្ត្រីអស់ទាំងនោះគឺជាក្នុងបង្អែករបស់គេបាឡាំបានប្រព្រឹត្តរឿងខុសច្បាប់ជាច្រើនដូចជាជួញដូរមនុស្សជួញដូរគ្រឿងញៀនលាងលុយកខ្វក់និងអំពើខុសច្បាប់ជាច្រើននៅក្នុងសង្គមដើម្បីកុំឲ្យខាត់ពេលវេលាយូរចូលទៅកាន់សាច់រឿងពេញរបស់យើងទាំងអស់គ្នាសាច់រឿងរបស់យើងចាប់ផ្ដើមដំបូងនៅក្នុងពន្ធនាគារមួយដែលមានមន្ត្រីម្នាក់ឈ្មោះថាគ្រីនកំពុងតែរៀបចំប្រគល់ប្រាក់មួយចំនួនធំទៅឲ្យអ្នកទោសដ៏មានឥទ្ធិពលម្នាក់ឈ្មោះថាបាឡាំទោះបីជាបាឡាំជាប់នៅក្នុងពន្ធនាគារក៏ដោយក៏ប៉ុន្តែគាត់មិនមែនជាអ្នកទោសធម្មតានោះទេគាត់រស់នៅក្នុងបន្ទប់ឃុំឃាំងដាច់ដោយឡែកពីអ្នកទោសផ្សេងទៀតដែលមានឆ្មាំគុកការពារផ្ទាល់ខ្លួននិងរបស់របរប្រើប្រាស់ប្រណិតបន្ទប់នេះគឺជាបន្ទប់ដែលគាត់គ្រប់គ្រងក្នុងបន្ទប់នេះមានការជួញដូរគ្រឿងញៀនការជួញដូរមនុស្សនិងអាជីវកម្មអាវុធរបស់គាត់ផ្សេងទៀតគាត់ជ្រើសរើសស្នាក់នៅក្នុងពន្ធនាគារពីព្រោះវាជាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់គាត់ឲ្យផុតពីការតាមប្រម៉ាញ់របស់ខ្មាំងសត្រូវរបស់គាត់បន្ទាប់មកមានអ្នកទោសថ្មីត្រូវបានគេនាំចូលហើយដាក់ទៅក្នុងពន្ធនាគារតែមួយជាមួយគ្នាម្នាក់ក្នុងចំណោមពួកគេគឺចេកគឺជាអតីតមន្ត្រីដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់មន្ត្រីម្នាក់ទៀតនិងប្លន់ធនាគារមុនពេលដែលចេកអាចចូលទៅក្នុងបន្ទប់ឃុំឃាំងរបស់គាត់មន្ត្រីពន្ធនាគារម្នាក់បានឃាត់ចេកហើយបានស្ដីបន្ទោសចេកអំពីការសម្លាប់មិត្តរួមការងាររបស់គាត់ទើបគាត់ត្រូវចូលមកក្នុងគុកនេះបន្ទាប់មកមន្ត្រីម្នាក់នោះក៏បានវាយចេកពី3ដៃហើយស្ដីបន្ទោសគេដោយបានសម្លាប់មន្ត្រីរួមអាជីពរបស់គេហើយប្រមានចេកថាគាត់នឹងមិនអាចរស់នៅក្នុងពន្ធនាគារនេះបានសុខនោះទេនោះគឺមានពួកគេដែលជាឆ្មាំគុកតាមឃ្លាំមើលគេជានិច្ចមិនឲ្យគេរស់បានសុខនោះឡើយត្រឡប់ទៅកាន់មួយសប្តាហ៍មុននៅពេលដែលចេកហើយនឹងមន្ត្រីរួមការងាររបស់គាត់មួយចំនួនទៀតបានរៀបចំផែនការដើម្បីប្លន់ធនាគារមួយដែលនេះគឺជាផ្នែកមួយនៃផែនការដើម្បីប្រមូលភស្តុតាងរបស់គាត់ប្រឆាំងនឹងមន្ត្រីពុករលួយដែលកំពុងតែធ្វើប្រតិបត្តិការឧក្រិដ្ឋកម្មពីក្នុងពន្ធនាគារបន្ទាប់ពីទទួលបានភស្តុតាងពីទូតសុវត្ថិភាពក្នុងធនាគាររួចមកពួកគេក៏បានព្យាយាមរត់គេចខ្លួនពីទីនោះក៏ប៉ុន្តែត្រូវមន្ត្រីផ្សេងទៀតបានរត់ដេញតាមពួកគេនិងបាញ់សម្លាប់គ្នារបស់ចេកទាំងអស់នៅពេលនេះមានតែចេកទេដែលនៅរស់តែម្នាក់ឯងគាត់បានរត់ចូលទៅក្នុងអគារមួយកន្លែងខណៈពេលដែលមន្ត្រីជាច្រើនកំពុងតែដេញតាមគាត់បន្ទាប់មកមានមន្ត្រីម្នាក់បានចូលទៅចាប់ចេកគេបានព្យាយាមនិយាយលួងលោមចេកកុំឲ្យចេកធ្វើអ្វីផ្ដេសផ្ដាសក៏ប៉ុន្តែចេកមិនបានស្ដាប់នៅការពន្យល់របស់គេនោះឡើយចេកបានស្គាល់មន្ត្រីនេះថាជាអ្នកជាប់ពាក់ព័ន្ធនឹងឃាតកម្មលើប្រពន្ធរបស់គាត់បានស្លាប់ដោយសារតែមន្ត្រីម្នាក់នេះនឹងគ្នារបស់គេបន្ទាប់មកចេកក៏បានលោតទម្លាក់ពីលើអគារជាមួយនឹងមន្ត្រីនោះបណ្ដាលឲ្យមន្ត្រីនោះស្លាប់បាត់បង់ជីវិតភ្លាមនៅកន្លែងនោះក៏ប៉ុន្តែចេកមិនមានរងរបួសអ្វីនោះទេបន្ទាប់មកចេកក៏បានទុកភស្តុតាងទាំងអស់ដែលគេប្រមូលបានពីក្នុងធនាគារនោះនៅមុខបន្ទប់អ្នកកាសែតស្រីម្នាក់ឈ្មោះថាត្រីសាគាត់បានទុកព័ត៌មានដែលជាភស្តុតាងជាមួយនឹងនាងអំពីអំពើពុករលួយដែលពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលហើយនឹងបាឡាំគាត់បានស្នើសុំឲ្យនាងរាយការណ៍រឿងទាំងអស់នេះទៅកាន់ការិយាល័យរបស់រដ្ឋអាជ្ញាត្រឡប់មកបច្ចុប្បន្នវិញចេកឥឡូវនេះកំពុងតែស្នាក់នៅក្នុងបន្ទប់ឃុំឃាំងជាមួយនឹងអ្នកទោសម្នាក់ទៀតដែលមានឈ្មោះថាស៊ីវ៉ាបន្ទាប់មកនៅពេលអាហារថ្ងៃត្រង់អ្នកទោសទាំងអស់បានមកជួបជុំគ្នាដើម្បីទទួលទានអាហារថ្ងៃត្រង់របស់ពួកគេក្មេងប្រុសម្នាក់ដែលជាក្មួយប្រុសរបស់បាឡាំឈ្មោះថាសាមុនបានចូលមកជិតចេកដោយទារលុយការពារអំពីចេកក៏ប៉ុន្តែចេកបានបដិសេធមិនបានឲ្យក្មេងប្រុសម្នាក់នោះទេបន្ទាប់មកសាមុនហើយនឹងបកពួករបស់គេបានវាយប្រហារទៅកាន់ចេកក៏ប៉ុន្តែចេកមិនបានខ្លាចរអាពួកគេនោះឡើយចេកបានវាយតបតទៅវិញបណ្ដាលឲ្យសាមុនរងរបួសហើយឆ្មាំក៏បានចាប់គេហើយបញ្ជូនគេទៅបន្ទប់ឃុំឃាំងដាច់ដោយឡែកមួយបន្ទាប់មកចេកត្រូវបានឆ្មាំគុកនាំទៅបន្ទប់មួយដែលបន្ទប់នោះគឺជាកន្លែងដែលមានកាមេរ៉ាតាក់ទងជាមួយនឹងបាឡាំចេកហើយនឹងបាឡាំពួកគេទាំងពីរនាក់បាននិយាយគ្នាបាឡាំបាននិយាយប្រមានចេកថាប្រសិនបើឯងចង់រស់នៅទីនេះឲ្យមានក្តីសុខឯងត្រូវនៅឲ្យឆ្ងាយពីអាជីវកម្មនិងរឿងរបស់យើងទាំងអស់ហើយមិនត្រូវនិយាយអ្វីផ្ដេសផ្ដាសនោះឡើយប្រសិនបើឯងមិនធ្វើតាមយើងនោះទេឯងនឹងត្រូវស្លាប់ដោយប្រពន្ធរបស់ឯងអញ្ចឹងក៏ប៉ុន្តែចេកមិនបានខ្លាចនៅការគំរាមកំហែងរបស់បាឡាំនោះទេទោះបីយ៉ាងណាក៏ដោយគាត់មិនញញើតបាឡាំនោះឡើយនៅយប់បន្ទាប់បាឡាំបានបញ្ជូនមនុស្សរបស់គេ3នាក់ដើម្បីមកសម្លាប់ចេកក៏ប៉ុន្តែមនុស្សទាំង3នាក់នោះត្រូវបានចេកសម្លាប់ដោយគ្មានរមាស់ដៃរបស់គេនោះឡើយទន្ទឹមនឹងនេះត្រីសាកំពុងតែស៊ើបអង្កេតអំពីភស្តុតាងដែលចេកបានទុកឲ្យហើយនាងបានដឹងអំពីអត្តសញ្ញាណពិតប្រាកដរបស់គាត់នៅថ្ងៃបន្ទាប់ពីបានរកឃើញព័ត៌មានលម្អិតបន្ថែមត្រីសាបានទៅការិយាល័យរដ្ឋអាជ្ញាដើម្បីជួបរដ្ឋអាជ្ញាចនសុននៅពេលដែលទៅដល់បុគ្គលិកទទួលភ្ញៀវបានប្រាប់នាងថារដ្ឋអាជ្ញាកំពុងតែរវល់ដូច្នេះហើយគេបានណែនាំនាង
ងឲ្យទុកភ័ស្តុតាងជាមួយនឹងពួកគេជំនួយការរបស់គាត់ម្នាក់ឈ្មោះថាម៉ាកបានចូលមកចិត្តត្រីសាហើយបានសុំឯកសារទាំងនោះពីត្រីសាក៏ប៉ុន្តែត្រីសាមិនបានទុកចិត្តម៉ាកនោះទេដូច្នេះហើយនាងក៏បានសម្រេចចិត្តចាកចេញពីទីនោះដោយមិនប្រគល់ភ័ស្តុតាងអ្វីឲ្យទៅម៉ាកនោះឡើយហើយនាងនឹងណាត់ជួបលោក Johnson ម្ដងទៀតនៅពេលក្រោយត្រីសារងចាំនៅខាងក្រៅការិយាល័យរបស់លោក Johnson រហូតដល់លោក Johnson ដើរចេញមកនាងបានដើរទៅជិតគាត់ហើយពន្យល់គាត់ថានាងមានភ័ស្តុតាងដែលបង្ហាញអំពីមន្ត្រីរដ្ឋាភិបាលនិងប៉ូលីសទៅនឹងសកម្មភាពអ ுக ្រិតកម្មរបស់ពួកគេរដ្ឋអាជ្ញា Johnson បានឲ្យនាមប័ណ្ណរបស់គាត់ទៅនាងហើយក៏បានប្រាប់នាងឲ្យតាក់ទងមកគាត់ប្រសិនបើនាងត្រូវការជំនួយបន្ថែមអំពីគាត់ហើយគាត់បានប្រាប់នាងបន្ថែមថានាងមិនបាច់ខ្វល់អំពីម៉ាកដែលជាជំនួយការរបស់គាត់នោះទេនៅថ្ងៃបន្ទាប់ត្រីសាបានទៅសួរសុខទុក្ខជែកនៅឯមន្ទីរឃុំឃាំងពន្ធនាគារហើយប្រាប់គាត់ថានាងកំពុងធ្វើការលើព័ត៌មានដែលគាត់បានផ្ដល់ឲ្យនោះហើយជែកបានណែនាំនាងឲ្យប្រើប្រាស់វាដោយប្រុងប្រយ័ត្នមុនពេលដែលចាកចេញពីបន្ទប់សួរសុខទុក្ខនោះបន្ទាប់មកមានអ្នកទោសប្រុសម្នាក់មានឈ្មោះថាវីលៀមបានដើរចូលមកជិតជែកហើយប្រមានគាត់ថាឲ្យគាត់ប្រុងប្រយ័ត្ននឹងបកពួករបស់បាឡាំបន្ទាប់ពីរឿងដែលបានកើតឡើងជាមួយនឹងសាមុនជែកបានឆ្លើយតបទៅវិញថាគាត់មិនបានខ្លាចបាឡាំឬសាមុនឬគ្នារបស់គេដែលនៅក្នុងគុកនេះនោះឡើយហើយគាត់សួរទៅកាន់វីលៀមវិញថាតើទីតាំងឃុំឃាំងរបស់បាឡាំនៅឯណាវីលៀមបានពន្យល់អំពីទីតាំងនិងបន្ទប់លាក់ខ្លួនរបស់បាឡាំថាបន្ទប់របស់គេគឺជាកន្លែងដ៏អាថ៌កំបាំងដែលលាក់កំបាំងបំផុតរហូតដល់ឆ្មាំពន្ធនាគារភាគច្រើនក៏មិនដឹងផងដែរថ្ងៃបន្ទាប់នៅក្នុងមន្ទីរឃុំឃាំងរបស់អ្នកទោសស្រីមានអ្នកទោសស្រី2នាក់បានឆ្លោះប្រកែកគ្នារហូតឈានដល់ការវាយដំគ្នាខណៈពេលដែលពួកគេទាំង2នាក់កំពុងតែប្រតែប្រតប់គ្នានោះឆ្មាំពន្ធនាគារក៏បានមកដល់ហើយបំបែកពួកគេទាំង2នាក់ឲ្យចេញពីគ្នាបន្ទាប់មកអ្នកទោសស្រីម្នាក់ក៏ត្រូវបានឆ្មាំគុកទាំងអស់នោះនាំទៅជួបបាឡាំហើយគេបានយកក្រណាត់ខ្មៅមួយដើម្បីមកគ្របក្បាលរបស់អេលីណាធ្វើបែបនេះគឺដើម្បីកុំឲ្យអ្នកទោសទាំងអស់ដែលបានចូលទៅក្នុងបន្ទប់របស់បាឡាំស្គាល់អំពីផ្លូវចេញចូលនៅក្នុងបន្ទប់របស់នាងត្រូវបានឆ្មាំគុកនាំមកជួបបាឡាំជាកន្លែងដែលសាមុននិងអ្នកទោសផ្សេងទៀតក៏មានវត្តមាននៅទីនោះផងដែរសាមុននិងគ្នារបស់គេត្រូវបានបាឡាំនាំមកដើម្បីស្ដីបន្ទោសអំពីការប្រមូលលុយការពារដោយមិនមានការអនុញ្ញាតអំពីគេចំណែកអេលីណាវិញមកទីនេះក៏ព្រោះតែនាងបានវាយតប់ជាមួយនឹងអ្នកទោសស្រីម្នាក់ដែលជាស្រីសំណប់ចិត្តរបស់បាឡាំបានស្រែកទៅកាន់អ្នកទាំងអស់នោះថាពួកឯងទាំងអស់គ្នាចង់ធ្វើជាសត្រូវរបស់យើងមែនទេវាជាការព្រមានលើកទី1ប្រសិនបើមានលើកក្រោយទៀតពួកឯងនឹងត្រូវស្លាប់នៅក្នុងគុកនេះជាមិនខានបន្ទាប់មកបាឡាំបានផ្ដល់ឱកាសឲ្យអ្នកទាំងនោះនិងអ្នកទោសផ្សេងទៀតដើម្បីឲ្យពួកគេអាចមានឱកាសទទួលបានប្រាក់រង្វាន់រហូតដល់$10,000ប្រសិនបើអ្នកណាម្នាក់មានសមត្ថភាពក្នុងការសម្លាប់ជែកនៅក្នុងគុកនេះភ្លាមបន្ទាប់ពីនោះអ្នកទោសទាំងអស់បន្ទាប់ពីបានឮប្រាក់រង្វាន់របស់បាឡាំបានប្រកាសពួកគេទាំងអស់នោះក៏បានព្យាយាមដើម្បីមកសម្លាប់ជែកខណៈពេលដែលជែកនិងវីលៀមកំពុងតែនិយាយគ្នាក៏ប៉ុន្តែអ្នកទាំងអស់នោះត្រូវបានជែកនិងវីលៀមកំចាត់ចោលគ្មានសល់សូម្បីតែម្នាក់នោះទេបន្ទាប់មកបាឡាំក៏បានទទួលទូរស័ព្ទអំពីរដ្ឋអាជ្ញាជែកសុនដែលប្រាប់គាត់អំពីព័ត៌មានដ៏ភ្ញាក់ផ្អើលថាត្រីសាមានភ័ស្តុតាងប្រឆាំងនឹងគាត់ពេលឮដូច្នេះបាឡាំបានបញ្ជាឲ្យជែកសុនបំបិទមាត់ត្រីសាហើយរៀបផែនការក្នុងការសម្លាប់ជែកនៅក្នុងគុកនេះបន្ទាប់មកនៅពេលដែលជែកកំពុងតែបោកខោអាវរបស់គេនៅក្នុងបន្ទប់បោកខោអាវនោះក្រុមឆ្មាំគុកមួយក្រុមបានចូលមកដល់ពួកគេទាំងអស់គ្នានោះមានបំណងសម្លាប់ជែកដើម្បីទៅទទួលប្រាក់រង្វាន់អំពីបាឡាំចំនួន$10,000ឆ្មាំគុកទាំងអស់នោះមិនមែនជាដៃគូរបស់ជែកនោះឡើយជែកបានកំចាត់ពួកគេចោលទាំងអស់ក៏ប៉ុន្តែមិនមានអ្នកណារងរបួសរហូតដល់ស្លាប់នោះឡើយនៅពេលដែលជែកព្យាយាមចាក់ចេញពីកន្លែងបោកគក់នោះគាត់ត្រូវប្រឈមមុខនឹងក្រុមអ្នកទោសមួយក្រុមទៀតមុនពេលដែលអ្នកទោសទាំងអស់នោះវាយប្រហារទៅកាន់គាត់បានព្យាយាមនិយាយបញ្ចុះបញ្ចូលពួកគេដោយប្រាប់ពួកគេថាប្រាក់រង្វាន់ទាំងអស់នោះមិនស័ក្តិសមនឹងពួកគេនោះឡើយគាត់បាននិយាយថាប្រសិនបើពួកគេប្រយុទ្ធជាមួយនឹងគាត់ពិតណាស់ពួកគេអាចនឹងបាក់ឆ្អឹងផុងរលាហើយមានអ្នកខ្លះទៀតអាចនឹងបាក់ឆ្អឹងជំនីរហូតដល់ស្លាប់ដូច្នេះហើយប្រាក់រង្វាន់$10,000មិនស័ក្តិសមនឹងព្យាបាលជំងឺរបស់ពួកគេនោះឡើយហើយម្យ៉ាងវិញទៀតគ្នារបស់ពួកគេច្រើនណាស់ពួកគេមិនអាចចែកគ្នាគ្រប់នោះទេដូច្នេះហើយប្រាក់$10,000មិនគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺរបស់ពួកគេនោះឡើយនៅពេលដែលឮដូច្នេះអ្នកទោសទាំងអស់នោះក៏បានគិតឡើងវិញហើយពួកគេក៏បានដើរចេញពីទីនោះទៅត្រីសាបានទៅសួរសុខទុក្ខមិត្តភ័ក្តិរបស់នាងឈ្មោះថាអេលីសុនហើយបានប្រាប់នៅរឿងរ៉ាវដែលពាក់ព័ន្ធនឹងបាឡាំនិងភ័ស្តុតាងដែលនាងមានប្រឆាំងជាមួយនឹងពួកគេនិងមន្ត្រីផ្សេងទៀតដែលធ្វើការជាមួយនឹងបាឡាំងាកមកកាន់អ្នកទោសស្រីដែលនៅក្នុងពន្ធនាគារឯនេះវិញអេលេណាបានដើរទៅជិតអ្នកទោសស្រីសំណប់របស់បាឡាំឈ្មោះថាខេតដើម្បីសុំទោសនាងចំពោះអ្វីដែលបានកើតឡើងក៏ប៉ុន្តែខេតមិនបានចាប់អារម្មណ៍នឹងការសុំទោសនោះទេហើយនាងបានដាល់អេលេណាមួយដៃចំមុខអេលេណាបានធ្វើពុតជាសន្លប់ដូច្នេះហើយឆ្មាំគុកក៏បាននាំនាងទៅជួបគ្រូពេទ្យនៅក្នុងពន្ធនាគារបន្ទាប់ពីគ្រូពេទ្យបានពិនិត្យនាងហើយឃើញថាមិនមានអាការៈអ្វីធ្ងន់ធ្ងរនោះឡើយក៏បានឲ្យនាងសម្រាកមួយសន្ទុះសិនហើយគ្រូពេទ្យក៏បានចាក់ចេញពីក្នុងបន្ទប់នោះទៅបន្ទាប់មកអេលេណា
ក៏បានដោះខ្នោះដៃរបស់នាងដោយប្រើប្រាស់ប្រដាប់ខ្ទាស់ក្រដាសហើយលួចយកអាកុលនិងថ្នាំពេទ្យមួយចំនួនហើយលាក់របស់ទាំងអស់នោះនៅក្នុងធុងសម្អាតរបស់វីលៀមបន្ទាប់មកនាងក៏បានលបចូលទៅក្នុងរន្ធខ្យល់មួយដោយប្រើឧបករណ៍ដើម្បីស្វែងរកបន្ទប់កាមេរ៉ាខណៈពេលដែលនាងព្យាយាមវានៅក្នុងរន្ធខ្យល់ដ៏ទូចមួយនោះនាងបានគូផែនទីមួយនៅលើពោះរបស់នាងហើយនៅទីបំផុតនាងក៏បានរកឃើញបន្ទប់ដែលមានជំនួយអំពីវីលៀមបន្ទាប់មកនាងក៏បានលបត្រឡប់ចូលមកក្នុងបន្ទប់ពេទ្យវិញជាធម្មតាក្នុងពេលជាមួយគ្នានោះដែរត្រីសាបានទៅសួរសុខទុក្ខជេកហើយប្រាប់គាត់ថានាងបានដឹងពីប្រវត្តិពិតរបស់គាត់ហើយបន្ទាប់មកនាងបានសួរថាហេតុអ្វីបានជាគាត់សម្លាប់មន្ត្រីរួមអាជីពរបស់គាត់អញ្ចឹងជេកបានពន្យល់នាងថាបពុះរបស់បាឡាំបានសម្លាប់ប្រពន្ធរបស់គាត់ហើយមន្ត្រីដែលគាត់បានសម្លាប់នោះគឺជាដៃជើងរបស់បាឡាំដូច្នេះហើយទើបបានជាគេសម្លាប់មន្ត្រីម្នាក់នោះនៅថ្ងៃបន្ទាប់ជេកក៏បានដឹងថាវីលៀមមិនមែនជាអ្នកទោសពិតប្រាកដនោះទេក៏ប៉ុន្តែវីលៀមគឺជាមន្ត្រីសម្ងាត់ម្នាក់ដែលបានសំងំលាក់ខ្លួននៅក្នុងគុកនេះជេកមានការភ្ញាក់ផ្អើលហើយសួរទៅកាន់វីលៀមថាតើគាត់បានក្លែងខ្លួនយូរប៉ុណ្ណាមកហើយនៅក្នុងគុកនេះវីលៀមបានពន្យល់ប្រាប់គាត់ថាគាត់បានបន្លំលាក់ខ្លួននៅក្នុងពន្ធនាគារនេះអស់រយៈពេល6ខែមកហើយបេសកកម្មចម្បងរបស់គាត់នោះគឺដើម្បីលាតត្រដាងអំពើពុករលួយនៅក្នុងគុកនេះអ្នកទោសនិងមន្ត្រីជាច្រើនរបស់រដ្ឋាភិបាលដែលកំពុងធ្វើការជាមួយនឹងបាឡាំគាត់បានបន្ថែមទៀតថាអេលីណាកំពុងធ្វើការជាមួយគាត់ដើម្បីប្រមូលភស្តុតាងដែលលាក់ទុកនៅក្នុងពន្ធនាគារនេះខណៈពេលដែលវីលៀមកំពុងតែពន្យល់រឿងនេះដល់ជេកអ្នកទោសផ្សេងទៀតក៏ស្រាប់តែវាយប្រហារពួកគេជេកនិងវីលៀមក៏បានប្រយុទ្ធគ្នាជាមួយនឹងអ្នកទោសទាំងអស់នោះក្រោយមកជេកក៏ត្រូវបានឆ្មាំគុកនាំចូលទៅក្នុងបន្ទប់ឃុំឃាំងមួយដាច់ដោយឡែកពីគេដោយត្រូវបានចោទប្រកាន់ថាគេគឺជាអ្នកបង្កចំនួនខណៈពេលដែលវីលៀមត្រូវបានគេហៅឲ្យទៅជួប Warden Plan ធ្លាប់មានចំនួនជាមួយនឹងបកពួករបស់បាឡាំកាលពីមុនមកគាត់បានប្រមានវីលៀមថាឲ្យបង់ប្រាក់ឲ្យគាត់បន្ថែមទៀតប្រសិនបើគាត់ចង់បន្តធ្វើការងារសម្ងាត់របស់គាត់នៅក្នុងពន្ធនាគារមួយនេះទន្ទឹមនឹងនេះដែរត្រីសាព្យាយាមជួបជាមួយរដ្ឋអាជ្ញាម្ដងទៀតប៉ុន្តែបុគ្គលិកទទួលភ្ញៀវបានប្រាប់នាងថាចនសុនកំពុងជាប់រវល់ជាមួយនឹងការប្រជុំរបស់គាត់ជាច្រើនម៉ាកក៏បានព្យាយាមចូលទៅជិតត្រីសាម្ដងទៀតដោយជំរុញឲ្យនាងប្រគល់ភស្តុតាងទាំងអស់នោះមកឲ្យគេនៅថ្ងៃបន្ទាប់កូនស្រីរបស់បាឡាំបានមកសួរសុខទុក្ខបាឡាំនៅក្នុងពន្ធនាគារបាឡាំក៏បានចាក់ចេញពីបន្ទប់របស់គេដើម្បីមកជួបកូនស្រីរបស់ខ្លួនវីលៀមឯនេះវិញបានឃើញបាឡាំចាក់ចេញពីបន្ទប់របស់គេបានផ្ដល់សញ្ញាទៅឲ្យអេលីណាដើម្បីចាប់ផ្ដើមផែនការរបស់ពួកគេចូលទៅក្នុងបន្ទប់របស់បាឡាំដើម្បីស្វែងរកភស្តុតាងពាក់ព័ន្ធជាមួយនឹងគេអេលីណាធ្វើពុតជាសន្លប់ហើយឆ្មាំម្នាក់បាននាំនាងទៅបន្ទប់ពេទ្យនៅពេលដែលពួកគេចូលទៅខាងក្នុងអេលីណានិងវីលៀមបានវាយប្រហារឆ្មាំទាំងនោះបន្ទាប់មកអេលីណាបានលបចូលទៅក្នុងបន្ទប់កាមេរ៉ាខណៈពេលដែលវីលៀមក្លែងខ្លួនធ្វើជាឆ្មាំពន្ធនាគារដើម្បីធ្វើដំណើរទៅកាន់បន្ទប់សម្ងាត់តាមរយៈការមើលកាមេរ៉ាអេលីណាបានឃើញបាឡាំនិងឆ្មាំអមដំណើររបស់គាត់កំពុងតែចាក់ចេញពីកន្លែងសួរសុខទុក្ខនៅពេលនោះវីលៀមបានដោះសោបន្ទប់ឃុំឃាំងដាច់ដោយឡែករបស់ជេកហើយបានដោះលែងជេកឲ្យចេញមកខាងក្រៅជេកបានវាយឆ្មាំគុកម្នាក់ឲ្យសន្លប់ហើយបានយកឯកសណ្ឋានរបស់គេដើម្បីបន្លំខ្លួនបន្ទាប់មកវីលៀមនិងអេលីណាបានប្រាប់ជេកថាពួកគេនឹងនាំផ្លូវគាត់ទៅកាន់បន្ទប់ឃុំឃាំងផ្ទាល់ខ្លួនរបស់បាឡាំមុនពេលដែលបាឡាំត្រឡប់មកវិញមិនយូរប៉ុន្មានភ្លេននិងឆ្មាំជាច្រើននាក់បានដឹងថាមានមនុស្សចូលទៅក្នុងបន្ទប់កាមេរ៉ាខណៈពេលដែលមន្ត្រីទាំងអស់នោះព្យាយាមវាយកំទេចទ្វារដើម្បីចូលទៅកាន់ខាងក្នុងអេលីណាបានរត់គេចខ្លួនតាមរយៈបំពង់ខ្យល់ដោយដឹងថាពេលវេលាជិតអស់ទៅហើយមុនពេលដែលបាឡាំបានត្រឡប់មកវិញវីលៀមបានបើកទ្វារបន្ទប់ឃុំឃាំងទាំងអស់របស់អ្នកទោសឲ្យបង្កជាភាពចលាចលនៅក្នុងពន្ធនាគារនេះអ្នកទោសទាំងអស់បានស្ទុះចេញពីបន្ទប់ឃុំឃាំងរបស់គេហាក់ដូចជាខ្លានឹងចចករួចចេញពីទ្រុងរបស់គេអញ្ចឹងអ្នកទោសទាំងអស់នោះបានវាយប្រហារទៅកាន់ឆ្មាំគុកដែលតែងតែធ្វើបាបពួកគេជារៀងរាល់ថ្ងៃនោះនេះគឺជាឱកាសដែលពួកគេអាចសងសឹកទៅកាន់ឆ្មាំគុកទាំងអស់នោះបាននៅកណ្ដាលភាពចលាចលនៃពន្ធនាគារនេះមន្ត្រីគ្រីនបានព្យាយាមរត់គេចខ្លួនក៏ប៉ុន្តែត្រូវបានជេកចូលមកឃាត់ហើយបានរុញគាត់ចូលទៅក្នុងវងអ្នកទោសទាំងអស់នោះក្នុងពេលជាមួយគ្នានោះវីលៀមហើយនិងអេលីណាការពារខ្លួនពីការវាយប្រហាររបស់អ្នកទោសផ្សេងទៀតនៅពេលដែលជេកព្យាយាមស្វែងរកបាឡាំដើម្បីសម្លាប់គេក៏ប៉ុន្តែសាមុនបានឃើញជេកហើយគេបានចូលមកសម្លាប់ជេកគេបានចាក់ជេកមួយកំបិតក៏ប៉ុន្តែមិនមែនជាបញ្ហាធំដុំសម្រាប់ជេកនោះឡើយជេកក៏បានកំចាត់សាមុនចេញពីភ្នែករបស់គេបន្ទាប់មកបានព្យាយាមរត់ទៅស្វែងរក
កបាឡាំជាបន្តទៀតងាកមកកាន់ត្រីសានិងអេលីសុននៅនេះវិញពួកគេទាំងពីរនាក់កំពុងតែនៅបន្ទប់ជាមួយនឹងគ្នាត្រីសាមិនបានដឹងទេថាអេលីសុនដែលជាមិត្តសម្លាញ់របស់គេបានចូលដៃជាមួយនឹងរដ្ឋអាជ្ញាជន់សុនក្នុងការសម្លាប់គេនោះឡើយអេលីសុននិងរដ្ឋអាជ្ញាជន់សុនបានរៀបចំផែនការក្នុងការសម្លាប់ត្រីសាអេលីសុនបានទាញកំភ្លើងបំរុងនឹងសម្លាប់ត្រីសាក៏ប៉ុន្តែភ្លាមនោះម៉ាកក៏បានសម្រុកចូលមកជួយត្រីសាទាន់ពេលម៉ាកគឺជាភ្នាក់ងារសម្ងាត់ FBI ហើយគាត់បានធ្វើការងារសម្ងាត់ជាជំនួយការរដ្ឋអាជ្ញាដើម្បីលាតត្រដាងអំពើពុករលួយរបស់ជន់សុននិងការប្រព្រឹត្តខុសរបស់មន្ត្រីរដ្ឋាភិបាលផ្សេងទៀតត្រឡប់ទៅក្នុងពន្ធនាគារឯនោះវិញវីលៀមបានកម្ចាត់ Warden Plate និងឆ្មាំគុកជាច្រើនអ្នកផ្សេងទៀតទីបំផុតជេកក៏បានទៅជួបនឹងបាឡាំហើយពួកគេទាំងពីរនាក់ក៏បានប្រយុទ្ធគ្នាការប្រយុទ្ធគ្នាដំបូងរបស់ពួកគេទាំងពីរនាក់បាឡាំហាក់ដូចជាមានប្រៀបទៅលើជេកបាឡាំបានផ្ដួលជេកទៅនឹងដីដោយសារតែកម្លាំងដ៏ខ្លាំងមហិមារបស់គេក៏ប៉ុន្តែភ្លាមនោះជេកបាននឹកឃើញទៅកាន់ប្រពន្ធរបស់គាត់ដែលត្រូវបានស្លាប់ដោយអយុត្តិធម៌ហើយមនុស្សដែលបានសម្លាប់ប្រពន្ធរបស់គាត់នោះគឺជាមនុស្សដែលកំពុងតែស្ថិតនៅចំពោះមុខគេនេះហើយដោយនឹកឃើញទៅកាន់ប្រពន្ធដ៏កំសត់របស់គាត់និងការស្លាប់របស់នាងដ៏អយុត្តិធម៌នោះជេកហាក់ដូចជាមានកម្លាំងចិត្តក្នុងការប្រយុទ្ធតទល់ជាមួយនឹងបាឡាំនៅទីបំផុតជេកក៏បានកម្ចាត់បាឡាំក្រោមកណ្ដាប់ដៃរបស់គេមិនយូរប៉ុន្មានប៉ូលីសប្រឆាំងនឹងអ ក្រិតកម្មក៏បានមកដល់ហើយបានគ្រប់គ្រងស្ថានភាពនៅក្នុងពន្ធនាគារទាំងស្រុងនៅពេលដែលបាឡាំនិងមន្ត្រីពុករលួយជាច្រើនទៀតត្រូវបានកម្ចាត់វីលៀមបានណែនាំជេកនិងអេលីណាឲ្យស្គាល់គ្នាបន្ទាប់មកវីលៀមក៏បានប្រាប់ទៅកាន់ពួកគេថាថ្នាក់លើរបស់ពួកគេបានកោតសរសើរពួកគេចំពោះការងារដែលពួកគេបានធ្វើនិងកោតសរសើរចំពោះជេកដែលបានចូលរួមចំណែកក្នុងការងារមួយនេះហើយវីលៀមបានអរគុណចំពោះជេកដែលបានចូលរួមជាជំនួយរបស់ពួកគេក្នុងការផ្ដួលរលំបណ្ដាញអ ក្រិតកម្មរបស់បាឡាំទាំងក្នុងនិងក្រៅពន្ធនាគារជេកក៏បានអរគុណទៅកាន់វីលៀមនិងអេលីណាវិញផងដែរដែលបានជួយគាត់ក្នុងការសងសឹកឲ្យប្រពន្ធរបស់គាត់ជាលទ្ធផល FBI បានចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីប៉ូលីសទាំងអស់ដែលបានធ្វើការជាមួយនឹងបាឡាំក៏ប៉ុន្តែទោះបីជាជេកបានចូលរួមក្នុងការផ្ដួលរំលំបណ្ដាញអ ក្រិតកម្មរបស់បាឡាំនិងមន្ត្រីផ្សេងទៀតយ៉ាងណាក៏ដោយក៏គេនៅតែមានទោសក្នុងការសម្លាប់មនុស្សច្បាប់មិនអាចលើកលែងចំពោះទោសមួយនេះបាននោះឡើយគេត្រូវបានជាប់ឃុំជាបន្តទៀតហើយវីលៀមបានសន្យាចំពោះគេថានឹងធានាគេឲ្យបានចេញក្នុងពេលឆាប់ៗខាងមុខនេះសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់អរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតមកដល់ពេលនេះជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា